ពេទ្យកសោវិច័យចិនហៅថាហ្វាអ៊ីរីឯភាសាអង់គ្លេសហៅថា Forensic medicine, legal medicine, medical jurisprudence ហើយវាគឺជាមុខវិជ្ជាដែលប្រើប្រាស់នៅវិទ្យាសាស្ត្រជីវសាស្ត្រក៏ដូចជាទ្រឹស្ដីវិតម្លៃនៃវិទ្យាសាស្ត្រធម្មជាតិផ្សេងទៀតនិងបច្ចេកទេសនៃការសិក្សាជ្រាវជ្រាវមកធ្វើការសិក្សានិងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្ត្រព្រមទាំងវិទ្យាសាស្ត្រកសោវិច័យហើយខាងក្រោមនេះក៏ជារឿងរ៉ាវដែលនិយាយអំពីគ្រូពេទ្យផ្នែកកសោវិច័យដែលបានជួបប្រទះនៅរឿងរ៉ាវចម្លែកក្នុងអាជីពជាគ្រូពេទ្យវះកាត់សាកសពជាដំបូងគឺលោកគ្រូពេទ្យផ្នែកកសោវិច័យដុកទ័រយ៉ាងយឺសុងគឺជាបុគ្គលដ៏ល្បីល្បាញមួយរូបរបស់តៃវ៉ាន់លោកមានដើមកំណើតគឺជាជនជាតិចិនខែហើយកើតនៅក្នុងភូមិកុងកួនស្រុកម៉ាវលីរបស់តៃវ៉ាន់គាត់ត្រូវបានប្រជាជនតៃវ៉ាន់ផ្ដល់រហស្សនាមឲ្យថាជាទេវតាស៊ើបក្តីទេវតាកសោវិច័យជាដើមដុកទ័រយ៉ាងបានប្រឡូកនឹងបម្រើការងារជាពេទ្យកសោវិច័យនេះអស់រយៈពេល62ឆ្នាំនិងបានចូលរួមវះកាត់សាកសពចំនួនលើសពី 30,000 សពបំបែកក្តីធំចម្លែករាប់មិនអស់ហើយដើម្បីជាការគោរពដល់ជនរងគ្រោះដុកទ័រយ៉ាងភាគច្រើនតែងតែជ្រើសរើសការមិនពាក់ម៉ាស់និងស្រោមដៃរហូតពេលខ្លះគាត់បានសាកល្បងភ្លក់រសជាតិនៃទឹកដែលហូរចេញពីសពទៀតផងដុកទ័រយ៉ាងត្រូវបានរាប់ថាគឺជាពេទ្យផ្នែកកសោវិច័យដែលមានការគោរពប្រតិបត្តិចំពោះការងារកសោវិច័យនេះយ៉ាងខ្ជាប់ខ្ជួនមួយរូបហើយលោកក៏ជាបុគ្គលដែលត្រូវបានផ្ដល់ការគោរពឲ្យតម្លៃដ៏ខ្ពស់ម្នាក់ដោយសារតែការងារកសោវិច័យគឺជាការងារដែលនៅជាប់ជាមួយនឹងសាកសពទើបដុកទ័រយ៉ាងខ្លួនឯងក៏ធ្លាប់បានជួបប្រទះនៅរឿងរ៉ាវចម្លែកដែលពាក់ព័ន្ធនឹងវិញ្ញាណដូចគ្នាដូច្នេះហើយទើបក្រោយថ្ងៃលិចដុកទ័រយ៉ាងនឹងមិននិយាយឬក៏ពិភាក្សាជជែកពីការងារដែលពាក់ព័ន្ធនឹងការពិនិត្យសពទៀតឡើយដុកទ័រយ៉ាងបានបំបែកក្តីធំជាច្រើនដែលក្នុងនោះរួមមានដូចជាករណីរឿងក្តីបំបែកសាកសពនៅតំបន់ជាងជឈួយរឿងក្តីចាប់ចម្រិតបាយសាវយៀននិងរឿងក្តីអាយគូឈីម៉ារីកូជាដើមសូមជម្រាបផងដែរថារឿងក្តីអាគូឈីម៉ារីកូគឺមានរៀបរាប់នៅក្នុង channel របស់ admin មួយទៀតគឺ H Story រីឯរឿងក្តីបំបែកសាកសពនៅក្នុងតំបន់ជាងជឈួយមានបង្ហោះនៅក្នុង channel H Story ដូចគ្នាក្នុងពេលឆាប់នេះចំពោះដុកទ័រយ៉ាងប្រសិនបើមានករណីគ្រួសារជនរងគ្រោះមានការសង្ស័យចំពោះមូលហេតុស្លាប់របស់ជនរងគ្រោះនោះរូបលោកនឹងចុះទៅធ្វើការងារនោះដោយផ្ទាល់ដៃទោះបីនៅឆ្ងាយប៉ុណ្ណាក៏ដោយដូច្នេះហើយទើបរហស្សនាមដែលមហាជនផ្ដល់ឲ្យលោកគឺមិនមែនចេះតែដាក់នោះឡើយពីព្រោះលោកគឺពិតជាទទួលបានការពឹងផ្អែកនិងជឿទុកចិត្តពីគ្រួសារជនរងគ្រោះក៏ដូចជាមហាជនមិនតែប៉ុណ្ណោះដុកទ័រយ៉ាងក៏តែងតែត្រូវបានមហាជនធ្វើការប្រៀបធៀបរូបលោកទៅនឹងដុកទ័រលីឆាងអ៊ីផងដែរហើយខាងក្រោមនេះគឺជារឿងរ៉ាវប្លែកៗខ្លីៗដែលលោកដុកទ័រយ៉ាងបានជួបប្រទះក្នុងអាជីពការងារកន្លងមករឿងហេតុទី1នោះគឺកាលពីជាង20ឆ្នាំមុននៅតំបន់យេលាវមានទីកន្លែងមួយឈ្មោះថាឡាវម៉ៃគ្រានោះមានស្ត្រីម្នាក់បានទេប្រាប់ប៉ូលីសថាគ្រួសាររបស់គាត់មានជំងឺប្រចាំកាយហើយមិនប្រយ័ត្នក៏បានលង់ទឹកស្លាប់លើបែបនេះប៉ូលីសនិងរដ្ឋអាជ្ញាព្រមទាំងស្មានរដ្ឋអាជ្ញានិងលោកដុកទ័រយ៉ាងក៏ប្រញាប់ប្រញាល់ចុះទៅធ្វើការត្រួតពិនិត្យក្រោយការងារចាប់សពគ្រប់ក្រុមរបស់លោកដុកទ័រយ៉ាងក៏បានឈប់បរិភោគអាហារពេលល្ងាចនៅក្បែរតំបន់តាន់ស៊ួយរួចទើបឡើងរថយន្តត្រឡប់មកក្រុងតៃប៉េវិញពេលយប់ក្នុងអាកាសធាតុភ្លៀងរលឹមតិចពេលនោះដុកទ័រយ៉ាងស្រាប់តែងាកក្រោយឃើញមានស្ត្រីវ័យក្មេងម្នាក់មកអង្គុយនៅបាំងខាងក្រោយរបស់រថយន្តមិនដឹងថានាងឡើងមកតាំងពីពេលណាឡើយពេលនោះលោកគិតថាប្រហែលជាអ្នកជិះរថយន្តក្រុងដែលឈប់នៅក្បែរចំណតនេះទើបឡើងមកសុំជិះទៅបន្តតែលោកក៏មិនហ៊ានសួរនាងបានត្រឹមតែលួចសួរមិត្តភ័ក្តិគ្នាដែលនៅក្នុងរថយន្តស្មានរថអាជ្ញាឃើញហើយក៏បានតែញញឹមតិចក្នុងចិត្តគិតថាប្រហែលជាមកជាមួយនឹងដុកទ័រយ៉ាងរហូតរថយន្តបើកដល់ផ្លូវប្រសពនៃតំបន់ស៊ឺលីងរបាំងត្រួតពិនិត្យរបស់ប៉ូលីសនៅលើផ្លូវនោះក៏ស្រាប់តែទម្លាក់ចុះក្រោមរារាំងមិនឲ្យរថយន្តរបស់ក្រុមដុកទ័រយ៉ាងទៅមុខបានគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងរួចក៏មានប៉ូលីសម្នាក់ចុះមកសាកសួរក្រុមរបស់ដុកទ័រយ៉ាងថាពួកលោកជានរណាមកពីណាក្រោយដឹងពីសមាជិករបស់ក្រុមដុកទ័រយ៉ាងរួចមកកូនប៉ូលីសរូបនោះក៏បានរាយការណ៍ប្រាប់ទៅរដ្ឋអាជ្ញាថាក្រុមទាហានរបស់ពួកលោកបានស្រង់នៅសាកសពនារីម្នាក់ក្បែរច្រាំងទន្លេក្រោមស្ពានសូមអញ្ជើញក្រុមរបស់
លោកដុកទ័រយ៉ាងជួយធ្វើកសោវិច័យសពផងហើយគ្រានោះនារីដែលអង្គុយនៅបាំងក្រោយរថយន្តក៏ស្រាប់តែបាត់មិនដឹងថានាងចុះតាំងពីពេលណាឡើយរថយន្តរបស់ក្រុមដុកទ័រយ៉ាងបើកទៅដល់ទីតាំងស្រង់សពហើយគ្រប់គ្នាក៏ចុះទៅកាន់ច្រាំងទន្លេក្រោយវេកស្មៅចេញពីសពនិងបំភ្លឺដោយភ្លើងពិលម្នាក់ក៏ត្រជាក់ខ្លួនតែម្ដងពីព្រោះក្នុងខួរក្បាលម្នាក់ក៏ចាប់ផ្ដើមលេចនៅរូបភាពជាច្រើនឡើងមកជនរងគ្រោះដែលនៅនឹងមុខនេះគឺជានារីវ័យក្មេងដែលអង្គុយនៅបាំងក្រោយរថយន្តរបស់ក្រុមដុកទ័រយ៉ាងហើយអ្វីដែលរត់តែធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលនោះគឺមនុស្សនៅក្នុងរថយន្តសុទ្ធតែបានឃើញនាងនៅមុននេះដូចគ្នាយោងតាមការស្រាវជ្រាវជនរងគ្រោះគឺជានារីដែលបម្រើសេវាកម្មពិសេសនាងមានគូស្នេហ៍តែគូស្នេហ៍របស់នាងបែរជាប្រើប្រាស់នាងធ្វើជាឧបករណ៍រកប្រាក់ក្រោយមកនាងទ្រាំលែងបានពួកគេទាំងពីរក៏កើតមានចំនួននឹងគ្នាផ្អែកលើចម្លើយរបស់បុរសជាគូស្នេហ៍ដែលបានប្រាប់ប៉ូលីសថាយប់កើតហេតុនោះពួកគេទាំងពីរកំពុងធ្វើដំណើរតាមផ្លូវឆ្លងកាត់ស្ពានធំក្រុងតៃប៉េរថយន្តក៏ខូចឈប់នៅក្បែរស្ពានស្រាប់តែនារីជាជនរងគ្រោះស្ទុះចេញពីរថយន្តលោតពីស្ពានចូលទន្លេបាត់ទៅជួយមិនទាន់ប្រសិនបើដោយសម្ដីរបស់បុរសខាងលើប៉ុន្មានហេតុអ្វីបានជាវិញ្ញាណរបស់នារីរងគ្រោះមកតាមក្រុមដុកទ័រយ៉ាងបែបនេះឬមួយនាងមានអ្វីចង់ប្រាប់ពួកគាត់ថានាងស្លាប់ដោយអយុត្តិធម៌ក្រោយមកក្រុមប៉ូលីសបានស៊ើបអង្កេតយ៉ាងល្អិតល្អន់រួចក៏ប្រទះឃើញការពិតថាជនរងគ្រោះគឺត្រូវបុរសជាគូស្នេហ៍ច្រានទម្លាក់ចូលទន្លេលង់ទឹកស្លាប់រីឯរឿងទី2គឺនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ1993នៅទីតាំងខ្សាច់សោណាមួយកន្លែងក្នុងតំបន់តាន់ស៊ួយត្រូវបានប្រទះឃើញសាកសពនារីម្នាក់សពរបស់នាងផ្កាប់នៅលើឆ្នេរខ្សាច់ស្លៀកឈុតកីឡាជើងខ្លីពណ៌ស្វាយក្រុមប៉ូលីសនិងពេទ្យកសោវិច័យនៅតំបន់ស៊ឺលីងបានចុះទៅកាន់ទីតាំងកើតហេតុរួចក៏ប្រទះឃើញថាស្បែកនៅលើផ្ទៃមុខរបស់ជនរងគ្រោះបានបាត់នៅសល់ត្រឹមតែដុលាក្បាលនិងសក់ដោយសារតែការស្លាប់របស់ជនរងគ្រោះចម្លែកនិងមានចំណុចសង្ស័យច្រើនទើបសពរបស់នាងត្រូវបានរក្សាទុកក្នុងសាលដាក់សពប៉ាន់ឆាវសិនថ្ងៃទី12ខែមិនិនារដ្ឋអាជ្ញានិងដុកទ័រយ៉ាងបានចុះទៅធ្វើកសោវិច័យដល់សាលដាក់សពប៉ុន្តែដោយសារតែសាកសពនៅកករឹងនៅឡើយទើបដុកទ័រយ៉ាងបានត្រឹមធ្វើការវះកាត់ផ្នែកក្បាលនិងដើមទ្រូងរបស់សពជាមុនដុកទ័រយ៉ាងបានប្រទះឃើញខាងក្រោយក្បាលផ្នែកខាងឆ្វេងរបស់ជនរងគ្រោះការនៅរស់ធ្លាប់ត្រូវបានវាយប្រហារដោយវត្ថុធ្ងន់និងរឹងអំពង់កមានស្នាមរបួសដោយសារការចាក់រួចទើបធ្លាក់ចូលទៅក្នុងទឹកដោយសារតែសាកសពនៅកកនៅឡើយទើបដុកទ័រយ៉ាងមិនទាន់អាចសន្និដ្ឋានច្បាស់ថាមកពីមូលហេតុអ្វីតែជំហានដំបូងដុកទ័រយ៉ាងបានសន្និដ្ឋានថាអាចបណ្ដាលមកពីការហាំកកេរបស់សត្វក្តាមក្រោយចប់ម៉ោងការងារដុកទ័រយ៉ាងបានអង្គុយមើលខ្សែភាពយន្តក្នុងផ្ទះពេលនោះលោកមិនដឹងថាព្រោះតែមើលរឿងជក់ពេកឬក៏លោកហត់ពេកក្នុងពេលមើលរឿងនោះក៏បានដេកមួយផ្លែតនិងយល់សប្តិគ្រានោះលោកបានឮសំឡេងគោះទ្វារនិងហៅឈ្មោះរបស់លោកឮបែបនោះលោកក៏ងើបដើរទៅបើកទ្វាររួចក៏ឃើញនារីម្នាក់ស្លៀកសម្លៀកបំពាក់កីឡាពណ៌ស្វាយមួយឈុតផ្ទៃមុខរបស់នាងសុទ្ធតែឈាមដុកទ័រយ៉ាងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ភ្លាមនោះនារីចម្លែកក៏បានប្រាប់ដុកទ័រយ៉ាងថានាងចង់ពិនិត្យរបួសតែដុកទ័រយ៉ាងឆ្លើយថានៅផ្ទះគ្មានឧបករណ៍នោះទេបើនាងចង់ពិនិត្យស្អែកអាចទៅប៉ុស្តិ៍ប៉ូលីសរកគាត់បានស្អែកឡើងដុកទ័រយ៉ាងបានធ្វើការត្រួតពិនិត្យសាកសពម្ដងទៀតហើយក្រោយសាកសពលែងរឹងដុកទ័រយ៉ាងក៏ពិនិត្យឃើញថាមុខរបួសនៅលើផ្ទៃមុខរបស់នារីរងគ្រោះមានស្នាមរបួសដោយការជៀរនិងកាត់ជាច្រើនកន្លែងដែលនេះបញ្ជាក់បានថាមានមនុស្សបានប្រើប្រាស់កាំបិតមុតស្រួចទៅបង្កស្នាមរបួសនៅលើផ្ទៃមុខរបស់នាងបន្ទាប់មកដុកទ័រយ៉ាងក៏បានសុំមើលសម្លៀកបំពាក់របស់សពរួចក៏ឃើញថាគឺដូចនឹងសម្លៀកបំពាក់នារីចម្លែកកាលពីយប់បេះបិទក្រោយឃើញបែបនេះទើបលោកដឹងថាតាមពិតនារីរងគ្រោះចង់មកប្រាប់លោកឲ្យពិនិត្យទៅលើមុខរបួសលើផ្ទៃមុខរបស់នាងសារជាថ្មីរឿងរ៉ាវបន្ទាប់មកនេះគឺបានកាត់ឡើងទៅលើខ្លួនសាស្ត្រាចារ្យម្នាក់ត្រកូលយក្សគាត់បានប្រាប់រឿងរ៉ាវដែលគាត់បានជួបប្រទះទៅកាន់ដុកទ័រយ៉ាងដោយផ្ទាល់មាត់ថាច្រើនឆ្នាំមុនគាត់គឺជាពេទ្យកុមារក្នុងក្រុងកៅសុងក្រោយមកទើបបដូរអាជីពទៅធ្វើជាពេទ្យផ្នែកកសោវិច័យហើយរឿងកន្លែងដំបូងដែលគាត់ទទួលខុសត្រូវនោះគឺជាករណីភ្លើងឆេះផ្ទះស្បូវមួយកន្លែងនៅកណ្ដាលវាលស្រែបណ្ដាលឲ្យម្ដាយកូន2នាក់ស្លាប់បាត់បង់ជីវិត
យប់នោះគាត់បានយល់សពឃើញជនរងគ្រោះម្ដាយកូនមកយំសោករៀបរាប់ប្រាប់គាត់ថានាងនិងកូនប្រុសដែលមានជំងឺរលាកស្រោមខួរគឺត្រូវមនុស្សសម្លាប់មិនមែនស្លាប់ដោយសារភ្លើងឆេះផ្ទះឡើយស្អែកឡើងលោកដុកទ័រយាកក៏ចាប់ផ្ដើមធ្វើការវះកាត់កសោវិច័យសាកសពជនរងគ្រោះទាំងពីររួចក៏ប្រទះឃើញថាជនរងគ្រោះជាកូនត្បិតតែត្រូវបានភ្លើងឆេះស្លាប់តែជនរងគ្រោះជាម្ដាយគឺមិនដូច្នេះឡើយយោងតាមលទ្ធផលនៃរបាយការណ៍កសោវិច័យរបស់ដុកទ័រយាកប៉ូលីសក៏បានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅចុងក្រោយក៏បំបែកក្តីបានហើយជនល្មើសគឺជាប្តីនិងជាឪពុករបស់ជនរងគ្រោះទាំងពីររីឯមូលហេតុនោះគឺព្រោះតែបុរសជាប្តីនេះមានសហាយក្រៅផ្ទះថ្ងៃកើតហេតុនោះប្តីប្រពន្ធទាំងពីរបានជួបប្រកែកគ្នាដោយកំហឹងបុរសជាប្តីបានយកដបទៅវាយក្បាលស្ត្រីរងគ្រោះជាប្រពន្ធឲ្យសន្លប់បន្ទាប់មកជនល្មើសក៏បានដុតផ្ទះដែលមានស្ត្រីរងគ្រោះនិងកូនប្រុសដេកសន្លប់នៅក្នុងផ្ទះនោះចោលទាំងអស់រីឯរឿងចុងក្រោយនេះគឺជារឿងដែលបានកើតឡើងទៅលើកូនសិស្សរបស់ដុកទ័រដ៏ល្បីល្បាញមួយរូបឈ្មោះកៅតាឈិនថ្ងៃទី6ខែមករាឆ្នាំ2001នៅភ្នំតាទូភូមិសេងសឺក្រុងថៃចុងអ្នកភូមិក្រាបបញ្ចប់ការងារកសិកម្មពេញមួយថ្ងៃពួកគាត់ក៏ត្រៀមត្រឡប់មកផ្ទះវិញជាមួយគ្នាក្នុងនោះមានអ្នកភូមិម្នាក់ត្រកូលចាងបានដើរកាត់គុម្ពស្មៅមួយរួចក៏បានប្រទះឃើញនៅអ្វីមួយយ៉ាងដែលឆេះខ្លោចថែមទាំងមានផ្សែងបន្តរលត់ចេញពីពំនប់ខ្មៅនោះទៀតឃើញបែបនោះសៅចាងក៏ងើយឆ្ងល់រួចក៏ដើរទៅពិនិត្យឲ្យកាន់តែចិត្តទៅដល់កាន់តែគៀកស្រាប់តែមានបំណែកអ្វីមិនដឹងហើរឡើងមកពេញដីសៅចាងរើសរបស់នោះមកមើលក៏ឃើញថាជាកំទេចក្រណាត់ខោអាវភ្លាមនោះសៅចាងក៏ភ្ញាក់ដឹងភ្លាមថារបស់ខ្មៅក្តែកខ្លោចមួយដុំនោះគឺជាអ្វីគាត់រត់ស្លន់ស្លោទៅប្រាប់អ្នកភូមិដែលដើរមកពីក្រោយគ្រប់គ្នាឃើញច្បាស់ថារបស់ដែលខ្លោចខ្មៅគឺជាសាកសពមនុស្សរួចក៏ប្រញាប់ប្រញាល់ផ្ដល់ដំណឹងដល់ប៉ូលីសទៅដល់ទីតាំងកើតហេតុក៏ពិនិត្យឃើញថាសម្លៀកបំពាក់របស់ជនរងគ្រោះត្រូវបានភ្លើងឆេះអស់ផ្នែកក្បាលត្រូវបានវាយដោយវត្ថុរឹងផ្ទៃមុខត្រូវបានបំផ្លាញផ្នែកខាងក្រោមក៏ត្រូវបានដុតឆេះអស់ប៉ូលីសសន្និដ្ឋានថាទីតាំងប្រទះសពនេះគឺជាទីតាំងកើតហេតុទី1រីឯមូលហេតុដែលជនល្មើសដុតបំផ្លាញសាកសពគឺព្រោះតែគេមិនចង់ឲ្យប៉ូលីសស្វែងរកឃើញអត្តសញ្ញាណរបស់ជនរងគ្រោះឃើញតែបញ្ហាទាំងអស់នេះវាមិនមែនជាបញ្ហាសំខាន់សម្រាប់លោកដុកទ័រផ្នែកកសោវិច័យកៅតាឈឹងឡើយក្នុងពេលវះកាត់សាកសពលោកដុកទ័រកៅបានប្រទះឃើញថាជនរងគ្រោះគឺជាមនុស្សស្រីក្នុងខ្លួនរបស់នាងមានមេជីវិតរបស់មនុស្សប្រុសជាច្រើនអ្នកដែលនេះអាចបញ្ជាក់បានថាជនរងគ្រោះមុនស្លាប់គឺត្រូវបានបំពានរាងកាយពីមនុស្សជាច្រើនអ្នកបន្ថែមពីនេះកែងជើងរបស់ជនរងគ្រោះមានរបួសដាច់រលាត់ដែលនេះអាចកើតចេញពីការត្រូវបានអូសកកិតនៅលើដីរយៈពេលយូរដុកទ័រកៅបានធ្វើការសន្និដ្ឋានថាជនរងគ្រោះអាចមានមុខរបរជាអ្នកលក់ស្លាតែកូនសិស្សរបស់លោកបែរជានិយាយបែបលេងសើចក្នុងបន្ទប់វះកាត់សពថាដណ្ដឹងទៅផ្ទះធ្វើប្រពន្ធទៅបានហើយហេតុអ្វីត្រូវសម្លាប់នាងដុកទ័រកៅលើកូនសិស្សនិយាយបែបនេះភ្លាមគាត់ក៏បានហាមឃាត់ឲ្យគេឈប់និយាយយកចិត្តទុកដាក់ពិនិត្យសពបន្តតែក្នុងចិត្តរបស់ដុកទ័រកៅគាត់បានដឹងច្បាស់ហើយថាកូនសិស្សរបស់គាត់បានធ្វើខុសដំណោមហើយរីឯយោងទៅលើដានឈាមដែលប្រទះឃើញនៅទីតាំងប្រទះសពដុកទ័រកៅសន្និដ្ឋានថាពេលវេលាកើតហេតុគួរតែមិនលើសពី24ម៉ោងនោះគឺអាចស្ថិតនៅចន្លោះថ្ងៃទី5ឬទី6ខែមករាប៉ូលីសបានផ្ដល់ដំណឹងទាំងនេះដល់ប្រព័ន្ធផ្សព្វផ្សាយសង្ឃឹមថានឹងឆាប់ទទួលបានព័ត៌មានពីមហាជនត្រឡប់មកវិញយ៉ាងនារីវ័យក្មេងម្នាក់ស្រាប់តែបាត់ខ្លួនយ៉ាងអាកំបាំងដូចនេះមនុស្សដែលនៅជិតស្និទ្ធនឹងនាងគួរតែដឹងអ្វីម្យ៉ាងជាក់ជាពុំខានមិនយូរប៉ុន្មានប៉ូលីសក៏ទទួលបានព័ត៌មានសំខាន់មួយមាននារីម្នាក់បានទូរស័ព្ទទៅប៉ប៉ូលីសថានាងសង្ស័យថាជនរងគ្រោះអាចជាមិត្តរួមបន្ទប់របស់នាងមិត្តរួមបន្ទប់របស់នាងមានត្រកូលវាំងអាយុ19ឆ្នាំមានមុខរបរជាអ្នកលក់ស្លា
នារីជីមិតបានបន្តថាថ្ងៃទី5ខែមករាឆ្នាំ2001ជនរងគ្រោះនិងមិត្តភ័ក្តិភេទប្រុស3នាក់ទៀតបានបបួលគ្នាចេញទៅច្រៀងខារ៉ាអូខេគ្រានោះជនរងគ្រោះក៏បបួលនាងដូចគ្នាតែនាងមិនទៅក្រោយមកនាងបានទទួលទូរស័ព្ទរបស់ជនរងគ្រោះទាំងកណ្ដាលអាត្រៀតក្នុងទូរស័ព្ទនោះជនរងគ្រោះបានយំបណ្ដើររៀបរាប់បណ្ដើរប្រាប់នាងជាមិត្តថានាងត្រូវគេបំពេញរាងកាយហើយបន្ទាប់មកទូរស័ព្ទក៏ស្លាប់តែដាច់បាត់ក្រោយទូរស័ព្ទដាច់បាត់នាងក៏មិនបានចាប់អារម្មណ៍អ្វីច្រើនតែបន្ទាប់ពីថ្ងៃនោះមកជនរងគ្រោះក៏បានដំណឹងតែម្ដងចម្លើយដែលនារីខាងលើបានផ្ដល់ឲ្យប៉ូលីសគឺត្រូវនឹងអ្វីដែលប៉ូលីសស៊ើបអង្កេតទទួលបានមិនថាជាអត្តសញ្ញាណរូបរាងអាយុពេលវេលាគឺដូចគ្នាប៉ូលីសយល់ថាជនរងគ្រោះអាចជានារីត្រកូលវាំងប៉ុន្តែដើម្បីឲ្យកាន់តែច្បាស់ប្រកាសនោះប៉ូលីសក៏បានអញ្ជើញម្ដាយរបស់នារីត្រកូលវាំងដែលបានបាត់ខ្លួននោះមកប៉ុស្តិ៍ប៉ូលីសដើម្បីចំណាំសាកសពតែសាកសពខូចខាតធ្ងន់ធ្ងរពេកគាត់ជាម្ដាយក៏មិនច្បាស់ថាជាកូនស្រីរបស់គាត់ឬមិនមែនដូចគ្នាអ្វីដែលគាត់ចាំបាននោះគឺកូនស្រីមានទម្លាប់ជក់បារីនាងមានថ្មិញខ្លាញ់មួយគ្រាប់ប៉ុន្តែផ្នែកកសោវិច័យមិនបានរកឃើញក្នុងប្រអប់មាត់របស់ជនរងគ្រោះមានថ្មិញដាក់នោះទេហើយអញ្ចាញថ្មិញឬក៏ថ្មិញរបស់ជនរងគ្រោះក៏មិនមានការបំផ្លាញពីការជក់បារីសួតក៏មិនមានជំងឺដែលបង្កពីបារីដូចនេះសូមបញ្ជាក់ថាជនរងគ្រោះគឺមិនមែនជានារីត្រកូលវាំងដែលបានបាត់ខ្លួននោះទេតែប៉ូលីសក៏មិនទទួលបានព័ត៌មានអ្វីដែលពាក់ព័ន្ធនឹងជនរងគ្រោះនេះដូចគ្នាធ្វើឲ្យរឿងក្តីស្ថិតក្នុងសភាពជាប់គាំងមិនយូរប៉ុន្មានហេតុការណ៍ចៃដន្យមួយបានជួយឲ្យភាពជាប់គាំងនេះដំណើរការទៅមុខបាន3ថ្ងៃក្រោយកើតហេតុគឺថ្ងៃទី8ខែមករាមានប្រជាជនម្នាក់បានទៅប្រាប់ប៉ូលីសថាគាត់បានប្រទះឃើញកាបូបស្ពាយមួយក្នុងប្រឡាយលូបង្ហូរទឹកក្នុងក្រុងហ្វុងយៀនក្នុងកាបូបស្ពាយនោះមានអត្តសញ្ញាណប័ណ្ណរបស់នារីដែលបាត់ខ្លួនត្រកូលវាំងទូរស័ព្ទដៃមួយគ្រឿងនិងញញូមួយដើមនៅលើញញូនោះមានប្រឡាក់ឈាមប៉ូលីសយល់ថាកាបូបស្ពាយនោះអាចជារបស់នារីត្រកូលវាំងនាមត្រកូលរបស់ម្ចាស់កាបូបនិងនារីអ្នកលក់ស្លាដែលបាត់ខ្លួនគឺដូចគ្នារីឯញញូប្រឡាក់ឈាមក៏អាចជាវត្ថុធ្វើឃាតជនរងគ្រោះនារីដែលត្រូវបានដុតសម្លាប់នោះក៏ថាបានដើម្បីទទួលបានភាពជាក់លាក់ប៉ូលីសជំនាញក៏បានយកឈាមដែលប្រឡាក់នៅលើញញូទៅធ្វើតេស្ត DNA ហើយជាលទ្ធផលបានបង្ហាញថាឈាមនោះគឺជារបស់ជនរងគ្រោះដែលឆេះខ្លោចហើយជនរងគ្រោះគឺជានារីត្រកូលវាំងមានមុខរបរជាអ្នកលក់ស្លានិងបានបាត់ខ្លួននោះពិតមែនក្រោយទទួលបានអត្តសញ្ញាណពិតរបស់ជនរងគ្រោះប៉ូលីសក៏បានដុតដៃដុតជើងតាមស្វែងរកជនល្មើសហើយមិត្តភ័ក្តិភេទប្រុសទាំង3នាក់ដែលបានចេញទៅច្រៀងខារ៉ាអូខេនៃយប់ថ្ងៃកើតហេតុជាមួយនាងក៏ត្រូវបានចាត់ទុកថាជាជនសង្ស័យផ្អែកលើចម្លើយរបស់មិត្តភ័ក្តិរួមបន្ទប់ជនរងគ្រោះផ្ដល់ឲ្យប៉ូលីសថាយប់ថ្ងៃទី5ខែមករានោះមានរថយន្តមួយគ្រឿងបានបើកមកទទួលយកជនរងគ្រោះចេញទៅរថយន្តនោះគឺជារថយន្ត Toyota ពណ៌ប្រាក់មានស្លាកលេខចំនួន5ខ្ទង់ប៉ូលីសក៏បានស្រាវជ្រាវទៅលើស្លាកលេខរថយន្តសង្ស័យរួចក៏ប្រទះឃើញថារថយន្ត Toyota ពណ៌ប្រាក់ដែលមានលេខ5ខ្ទង់និងត្រូវបានចុះបញ្ជីគឺមានរហូតដល់ទៅច្រើនជាង 5000 គ្រឿងចំនួនដ៏ច្រើននេះគឺធ្វើឲ្យប៉ូលីសមានភាពលំបាកជាខ្លាំងក្នុងការស្រាវជ្រាវស្របក្នុងពេលជាមួយគ្នានោះប៉ូលីសក៏បានស៊ើបដឹងថាជនរងគ្រោះការនៅរស់មានទំនាក់ទំនងជាមួយនឹងមនុស្សក្នុងសង្គមជាច្រើនអ្នកហើយប្រសិនបើតាមស្វែងរកជនសង្ស័យទាំង3ពីក្នុងមនុស្សដ៏សែនច្រើននោះក៏មិនមែនជារឿងងាយស្រួលឡើយទើបប៉ូលីសសម្រេចធ្វើការបង្រួមបរិវេណសម្រាប់ស្រាវជ្រាវប៉ូលីសយល់ថាជនល្មើសក្រោយប្រព្រឹត្តបទល្មើសរួចពួកគេច្បាស់ជាយកវត្ថុធ្វើឃាតទៅទីតាំងដែលពួកគេយល់ថាសុវត្ថិភាពហើយក្រោយពិភាក្សានឹងសរុបវិញ្ញាណទៅលើខ្សែរយៈផុសតាងដែលមានប៉ូលីសយល់ថាទីតាំងដែលប្រទះឃើញកាបូបស្ពាយអាចជាទីតាំងរបស់ជនល្មើសស្នាក់នៅនោះគឺទីក្រុងហ្វុងយិនប៉ូលីសបានឆែកមើលផែនទីក្រុងហ្វុងយិនទាំងមូលដើម្បីស្វែងរកបរិវេណណាមួយដែលគួរសង្ស័យមិនយូរប៉ុន្មានប៉ូលីសក៏ប្រទះឃើញការដ្ឋានមួយកន្លែងដែលគួរចាប់អារម្មណ៍ដោយគិតឃើញថាញញួរដែលជាវត្ថុធ្វើឃាតអាចនឹងមានប្រភពចេញពីការដ្ឋានសំណង់ទើបការដ្ឋានមួយនោះត្រូវបានកំណត់ជាទីតាំងត្រូវស៊ើបអង្កេតដំបូងឡើយប៉ូលីសមានការព្រួយបារម្ភខ្លាចថាកម្មករច្រើនពិបាកក្នុងការចុះសាកសួរស្រាវជ្រាវតែផ្ទុយទៅវិញអ្នកគ្រប់គ្រងការដ្ឋានបែរជាស្វាគមន៍ប៉ូលីសយ៉ាងកក់ក្ដៅក្រោយការសាកសួរប៉ូលីសទទួលបានព័ត៌មានថាមួយរយៈមុនករណីចោរលួចមួយចំនួនបានកើតមានឡើងនៅក្នុងការដ្ឋានមានកម្មករម្នាក់បានបាត់ទូរស័ព្ទ
អ្នកគ្រប់គ្រងការដ្ឋានយល់ថាទូរស័ព្ទមួយនោះអាចត្រូវបានកម្មករក្រៅម៉ោងម្នាក់ឈ្មោះចាងចិនស៊ីងជាអ្នកលួចព្រោះចាងចិនស៊ីងនេះមកធ្វើការតែមួយថ្ងៃទូរស័ព្ទនោះក៏បានបាត់ក្នុងថ្ងៃតែមួយតែម្ដងតែដោយសារគ្មានភស្តុតាងទើបលោកមិនបានប្តឹងប៉ូលីសម្យ៉ាងចាងចិនស៊ីងនេះក៏លែងមកធ្វើការទៀតទើបរឿងបាត់ទូរស័ព្ទនោះក៏ត្រូវបានទុកចោលលើបែបនេះប៉ូលីសក៏ទទួលយករឿងក្តីបាត់ទូរស័ព្ទនោះមកស្រាវជ្រាវក្រែងលោមានអ្វីជាប់ពាក់ព័ន្ធនឹងជនរងគ្រោះហើយវាពិតជាដោយការគិតរបស់ប៉ូលីសព្រោះក្រោយតាមការស្រាវជ្រាវលើលេខទូរស័ព្ទដែលបាត់ប៉ូលីសប្រទះឃើញលេខទូរស័ព្ទនោះធ្លាប់ទេទៅជនរងគ្រោះម្ដងក្នុងកំណត់ត្រាប្រើប្រាស់នោះបានបង្ហាញថាលេខទូរស័ព្ទដែលបានបាត់នោះបានទេចូលទូរស័ព្ទរបស់ជនរងគ្រោះត្រឹមរយៈពេល6វិនាទីហើយដោយគ្មានអ្នកទទួលទូរស័ព្ទក៏ត្រូវបានផ្ដាច់ជនដែលលួចទូរស័ព្ទនិងនារីរងគ្រោះអាចមានទំនាក់ទំនងអ្វីពិសេសនឹងគ្នាឬយ៉ាងណាដើម្បីអាចបញ្ជាក់បានច្បាស់លើការសន្និដ្ឋានខាងលើនេះប៉ូលីសក៏បានធ្វើការស្រាវជ្រាវទៅលើទំនាក់ទំនងសង្គមរបស់បុរសសង្ស័យឈ្មោះចាងចិនស៊ីងឬក៏ប្រទះឃើញថាបុរសរូបនេះធ្លាប់មានប្រវត្តិបទល្មើសរំលោភបំពានពីមុនមកព្រមទាំងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយបងប្អូនត្រកូលលាវ2នាក់គឺលាវយ៉ុងសាននិងលាវយ៉ុងហួរបងប្អូនត្រកូលលាវទាំងពីររស់នៅតំបន់ស៊ីងសាំងសឺដែលជាចែកដនតំបន់នេះគឺជាទីតាំងដែលប្រទះឃើញសាកសពជនរងគ្រោះដូចនេះបុរសទាំង3ខាងលើច្បាស់ជាមានពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះក្រោយស៊ើបអង្កេតកាន់តែស៊ីជម្រៅក៏ប្រទះឃើញថាម្ដាយរបស់បងប្អូនត្រកូលលាវមានរថយន្ត Toyota ពណ៌ប្រាក់មួយគ្រឿងហើយរថយន្តនោះមានស្លាកលេខចំនួន5ខ្ទង់រថយន្តនេះអាចជារថយន្តដែលមកដឹកជនរងគ្រោះចេញពីហាងលក់ស្លាក្នុងយប់កើតហេតុក្តោបបានផុសតាំងជាច្រើនក្នុងដៃប៉ូលីសក៏សម្រេចចិត្តចោះចាប់ខ្លួនជនសង្ស័យទាំង3ក្រោយចាប់ខ្លួនជនល្មើសទាំង3ក៏បានទទួលស្គាល់សារភាពនិងរៀបរាប់ដំណើររឿងក្នុងយប់កើតហេតុដល់ប៉ូលីសថាមុនកើតហេតុមួយថ្ងៃគឺថ្ងៃទី5ខែមករាឆ្នាំ2001ជនល្មើសជាអ្នកលេងទាំង3នាក់បានបើករថយន្តក្នុងគោលបំណងចង់ទៅដើរលេងឯយប់រួចក៏តាក់ទងទៅជនរងគ្រោះរួចក៏ចូលទៅយកនាងទៅច្រៀងខារ៉ាអូខេជាមួយគ្នាពួកគេបានយកព្រមផ្ដល់ប្រាក់ដល់ជនរងគ្រោះចំនួន$30,000តៃវ៉ាន់សម្រាប់ជាថ្លៃពលកម្មដែលចេញទៅច្រៀងជាមួយពួកគេជនរងគ្រោះក៏បានឆ្លើយយល់ព្រមជនល្មើសទាំង3ក៏បានដឹកនារីរងគ្រោះទៅកាន់ភ្នំតាទូភូមិស៊ីងសឺដើម្បីប្រព្រឹត្តអំពើថោកទាបរបស់ពួកគេក្រោយចាប់សពគ្រប់ជនល្មើសបានបោះប្រាក់ចំនួន$3,000តៃវ៉ាន់ឲ្យជនរងគ្រោះថែមទាំងបោះសម្ដីដាក់នាងថាតំណែងដូចនាងបាន$3,000ហ្នឹងវាគ្រាន់បើហើយដោយសារពួកជនល្មើសបានសន្យាថាឲ្យនាង$30,000តែឥឡូវបំពេញនាងហើយឲ្យនាងតែ$3,000ជនរងគ្រោះខឹងសម្បាជាខ្លាំងរួចក៏ទូរស័ព្ទទៅមិត្តភ័ក្តិរួមបន្ទប់របស់នាងភ្លាមរៀបរាប់ពីរឿងដែលនាងត្រូវបានគេបំពេញធ្វើបាបនិងដាច់ខាតត្រូវតែប្តឹងប៉ូលីសប្តឹងចោទពួកគេទាំង3នាក់លើបែបនេះជនល្មើសលាវយ៉ុងសានក៏បានដើមយកទូរស័ព្ទជនរងគ្រោះនិងបញ្ជាឲ្យចាងចិនស៊ីងយកញញួរដែលនៅក្បែរខ្លួននោះទៅវាយក្បាលជនរងគ្រោះក្រោយត្រូវវាប្រហារជនរងគ្រោះក៏ដួលទៅដីតែនាងមិនទាន់បាត់ស្មារតីនៅឡើយនាងត្រូវបានលាវយ៉ុងសានអូសនៅនឹងដីបានចម្ងាយប្រវែង3ម៉ែត្ររួចក៏ត្រូវបានបន្ថែមការវាយប្រហារជាចុងក្រោយយ៉ាងខ្លាំងម្ដងទៀតដោយលាវយ៉ុងសានទើបនាងបាត់បង់ជីវិតបន្ទាប់មកជនល្មើសទាំង3ក៏បានដុតបំផ្លាញសាកសពរបស់ជនរងគ្រោះដើម្បីបំបត្តិភស្តុតាងជនល្មើសទាំង3បានរៀបរាប់ថាក្រោយគេប្រព្រឹត្តមនុស្សឃាតលើជនរងគ្រោះរួចពួកគេស្រាប់តែជួបនៅរឿងខ្មោចបាំងផ្លូវនៅលើភ្នំតាទូនោះចុះស្ទើរតែមិនរួចផ្លូវដែលត្រូវចំណាយពេលត្រឹម10នាទីតែពួកគេចំណាយពេលដល់ទៅ3ម៉ោងទើបរកផ្លូវចុះពីភ្នំបានហើយរយៈពេល1ខែនេះពួកគេដេកយល់សពឃើញជនរងគ្រោះមកតាមលងបន្លាចពួកគេរាល់យប់អ្វីដែលពួកគេកាន់តែចម្លែកនិងគួរឲ្យខ្លាចទៀតនោះគឺជនល្មើសចាងចិនស៊ីងត្រូវរត់ជន់បុកនៅទីតាំងដដែលដល់3ដងរហូតរងរបួសស្ទើរតែបាក់ជើងចំពោះបញ្ហារឿងដែលពួកគេមានសម្ព័ន្ធភាពជាមួយជនរងគ្រោះគឺពួកគេទាំង3នាក់និងជនរងគ្រោះបានព្រមព្រៀងគ្នាតាំងពីដំបូងមកម្លេះគ្រាន់តែពេលចាប់ពួកគេឲ្យនាងតែ$3,000មិនបានឲ្យនាងតាមអ្វីដែលបាននិយាយគ្នាប៉ុណ្ណោះរីឯប្រេងសាំងគឺជនរងគ្រោះយកមកគំរាមពួកគេបើពួកគេមិនព្រមគឺស្លាប់ទាំងអស់គ្នាទើបពួកគេមិនអាចបញ្ចាត់ការទៅលើនាងវិញបានឡើយជនល្មើសក៏ត្រូវបានចាប់ខ្លួនតែអ្វីដែលធ្វើឲ្យដុកទ័រកាវគិតមិនយល់នោះគឺកូនសិស្សរបស់លោកដែលត្រូវបានចូលរួមក្នុងការវះកាត់សាកសពនារីរងគ្រោះជាមួយលោកកាលពីជាងកន្លះឆ្នាំមុននោះគេមានទម្ងន់95គីឡូស្រាប់តែស្រកនៅសល់តែ65គីឡូ
ស្មារតីមិនសូវនៅនឹងខ្លួនហាក់បីដូចជាបានជួបនឹងអ្វីដែលគួរឲ្យខ្លាចមានម្ដងក្នុងពេលវះកាត់សាកសពគេស្រាប់តែដួលសន្លប់ឃើញបែបនេះដុកទ័រកៅក៏បានសួរទៅបរិសុទ្ធជាកូនសិស្សទើបដឹងថាគ្រាវះកាត់សាកសពជនរងគ្រោះគឺកូនសិស្សរបស់គាត់នេះធ្លាប់បាននិយាយពាក្យថាដណ្ដឹងយកទៅផ្ទះធ្វើប្រពន្ធទៅគឺបានហើយហេតុអ្វីត្រូវសម្លាប់នាងយប់ឡើងក្រោយវះកាត់រួចពេលត្រឡប់ទៅផ្ទះវិញគេយកសពឃើញនាងរហូតក្នុងយល់សពនោះគេឃើញស្ដាំដៃគឺប្រពន្ធរបស់គេកំពុងដេកលើគ្រែឯឆ្វេងដៃគឺជានារីរងគ្រោះត្រកូលវាងអង្គុយមិនត្រឹមតែប៉ុណ្ណឹងឡើយនារីរងគ្រោះតែងតែរួមដំណេកនឹងគេរជប់ក្នុងសុបិនធ្វើឲ្យគេទ្រាំលែងបានព្រោះក្រៅពីរួមដំណេកនឹងប្រពន្ធហើយនៅត្រូវបំរើខ្មោចទៀតបរិសុទ្ធជាកូនសិស្សបន្តប្រាប់ដុកទ័រកៅថាតាមដាំហេតុនៃសុបិននោះគឺចាប់ផ្ដើមឡើងពេលដែលគេចាប់ការវះកាត់នារីត្រកូលវាងម្លេះពេលនោះគឺលោកបើករថយន្តទៅផ្ទះហើយពេលដែលប្រពន្ធរបស់លោកឮសំឡេងរថយន្តក៏រត់មកបើកបង្អួចមើលរួចក៏ឃើញនារីម្នាក់អង្គុយនៅកៅអីមុខជាប់អ្នកបើកបរប្រពន្ធរបស់លោកស្មានថាជាមិត្តរួមការងារស្រីរបស់លោកមកញ៉ាំបាយនៅផ្ទះជាមួយប្តីប្រពន្ធនាងរួចក៏ប្រញាប់ប្រញាល់រៀបចំផ្ទះតែពេលដែលបើកទ្វារទទួលប្តីស្រាប់តែឃើញតែប្តីម្នាក់ហើយលោកក៏បញ្ជាក់ប្រពន្ធថាក្នុងរថយន្តមានតែលោកម្នាក់ប៉ុណ្ណោះប្រពន្ធលើបែបនេះក៏ជឿបន្តិចមិនជឿបន្តិចតែក៏ប្រញាប់រៀបចំអាហារពេលយប់ពេលកំពុងបរិភោគនោះប្រពន្ធរបស់លោកបានក្រឡេកឃើញនៅរានហាលមុខផ្ទះមានស្រមោលនារីម្នាក់ដើរទៅដើរមកឃើញប្រពន្ធងាកមើលលោកក៏មើលតាមហើយគ្រាន់តែឃើញស្រមោលនោះគឺលោកដឹងភ្លាមថាគឺជានារីរងគ្រោះត្រកូលវាងភ្លាមនោះដែរលោកក៏ដឹងភ្លាមថាអាចមកពីពេលវះកាត់សាកសពកាលពីថ្ងៃលោកបាននិយាយពាក្យមិនសមរម្យលើសលួសចំពោះនាងហើយទើបធ្វើឲ្យនាងតាមលោកមិនលែងធ្វើឲ្យលោកមានអារម្មណ៍ថាពិបាកវេទនាជាខ្លាំងលោកសង្ឃឹមថាលោកគ្រូរបស់លោកគឺដុកទ័រកៅអាចជួយលោកឲ្យរួចផុតពីការតាមរបស់ខ្មោចស្រីនេះផងដុកទ័រកៅធ្លាប់មានបទពិសោធន៍លើវិស័យនេះទើបលោកមានដំណំសម្រាប់ការងារមួយនេះលោកបានអញ្ជើញគ្រូអាចារ្យមួយរូបឲ្យជួយធ្វើពិធីដល់កូនសិស្សលោកពិធីធ្វើចប់គ្រូអាចារ្យបានប្រាប់ថាខ្មោចស្រីនោះនឹងលែងមករកគេទៀតហើយតែកន្លងបាន3ថ្ងៃនាងស្រាប់តែត្រឡប់មកក្នុងសុបិនរបស់លោកទៀតលោកក៏រត់ទៅប្រាប់ដុកទ័រកៅថានាងត្រឡប់មកវិញហើយគ្មានមធ្យោបាយកូនសិស្សនិងគ្រូក៏នាំគ្នាទៅជួបលោកអាចារ្យដដែលគ្រាន់តែឃើញពួកគេមកដល់វិហារភ្លាមគ្រូអាចារ្យក៏បាននិយាយទៅកាន់គ្រូសិស្សដុកទ័រកៅថាពួកលោកទាំងពីរច្បាស់ជាបរិសុទ្ធខ្ញុំជាថ្មីព្រោះកូនសិស្សរបស់លោកមិនបានចង់ឲ្យខ្មោចស្រីនោះរលាយបាត់ឡើយក្រោយជជែកនឹងធ្វើពិធីបណ្ដេញអស់ជាច្រើនម៉ោងគ្រប់យ៉ាងក៏ស្ងប់ស្ងាត់បានមួយរយៈខ្មោចស្រីស្រាប់តែត្រឡប់មកវិញទៀតគ្រូអាចារ្យគិតមិនយល់ថាហេតុអ្វីក៏ខ្មោចស្រីមិនព្រមទៅបែបនេះក្រោយមកទើបលោកដឹងថាខ្មោចស្រីមានទម្ងន់កូនខ្មោចជាមួយនឹងកូនសិស្សរបស់ដុកទ័រកៅទៅហើយទើបនាងត្រូវតែនៅតាមកូនសិស្សរបស់ដុកទ័រកៅបែបនេះហើយមានតែវិធីមួយប៉ុណ្ណោះដែលដោះស្រាយបាននោះគឺត្រូវធ្វើពិធីជួយឲ្យខ្មោចស្រីនោះកើតកូនខ្មោចនោះបានសិនរួចឲ្យនាងយកកូននោះទៅជាមួយទើបគ្រប់យ៉ាងនឹងត្រឡប់មកជាធម្មតាវិញប៉ុន្តែប្រសិនមកធ្វើបែបនេះប្តីប្រពន្ធកូនសិស្សដុកទ័រកៅនឹងគ្មានកូនជារៀងរហូតក្រោយពិភាក្សាគ្នារួចកូនសិស្សរបស់ដុកទ័រកៅក៏យល់ព្រមឲ្យលោកអាចារ្យធ្វើពិធីហើយខ្មោចស្រីក៏រលាយបាត់លែងឃើញមកតាមលោកទៀតរីឯប្តីប្រពន្ធរបស់ពួកគេក៏គ្មានកូនដល់សប្តាហ៍ថ្ងៃដើម្បីកុំឲ្យនៅជាប់ស្រមោលអន្តការកូនសិស្សដុកទ័រកៅក៏បានបដូរការងារពីពេទ្យកសោបវិច័យទៅជាគ្រូពេទ្យផ្នែកជំងឺទូទៅវិញរីឯជនល្មើសទាំង3ក្រោយឆ្លងកាត់ការកាត់ក្តីអស់រយៈពេល8ឆ្នាំចុងក្រោយថ្ងៃទី26ខែកុម្ភៈឆ្នាំ2009តុលាការបានសម្រេចកាត់ទោសប្រហារជីវិតទៅលើមេខ្លោងគឺជនល្មើសលាវយ៉ុងសានរីឯជនល្មើសចាំងចិនស៊ីងជាប់គុកមួយជីវិតនិងជនល្មើសលាវយ៉ុងហួរជាប់គុក12ឆ្នាំពីបទរំលោភបំពានជួយចុចសញ្ញា Subscribe ក៏ដូចជាសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មាននិងវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា